គ្រាន់តែឃើញទំនប់នេះភ្លាមប្រហែលជាបងប្អូនពិសេសជាអ្នកដែលរស់នៅក្នុងខេត្តបាត់ដំបងប្រហែលជាស្គាល់ថាទំនប់នេះស្ថិតនៅតំបន់ណាជំរាបសួរហើយក៏សួស្ដីទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះចង់បង្ហាញអ្នកទាំងអស់គ្នាប៉ុន្តែមិនបង្ហាញតំបន់ទំនប់ទេព្រោះបងប្អូនអ្នកបាត់ដំបងពិសេសហ្មងគាត់ស្គាល់ហើយថាទំនប់នេះនៅណាហើយអ្វីដែលខ្ញុំចង់បង្ហាញពេលនេះគឺជាវិធីសាស្ត្រនៃការនេសាទត្រីមួយដែលបងប្អូនក៏ដូចជាខ្ញុំផ្ទាល់អត់ដែលឃើញទេទើបតែបងប្អូនប្រជានេសាទក៏ដូចជាបងប្អូនដែលរស់នៅតំបន់នេះទេដែលទើបតែឃើញនៅពេលនេះណាដូចអ្នកទាំងអស់គ្នាបានឃើញស្រាប់គឺគ្រាន់តែគេយកដែកមកព័ទ្ធជារង្វង់ហើយចងទៅដោយស្បៃមងរួចទម្លាក់ទៅក្នុងទឹកចាំរយៈពេល5ទៅ10នាទីហើយក៏លើកមកវិញគឺចប់ដោយត្រីតែម្ដងអ្វីដែលខ្ញុំកោតសរសើរបងប្អូនគឺកោតសរសើរបងប្អូនប្រជានេសាទដែលនៅតំបន់ហ្នឹងគាត់ចេះរស់នឹកឃើញរស់នឹកវិធីសាស្ត្រប្រើឧបករណ៍នេសាទដើម្បីឲ្យត្រូវតាមកលៈទេសៈបើសិនជាយើងធ្វើការបង់លុះត្រាតែយើងធ្វើការចោះទូកដោយបងប្អូនដែលខ្ញុំថតមិញអញ្ចឹងណាលុះត្រាតែយើងចោះទូកហើយបានយើងអាចបង់បានព្រោះយើងគិតពីជំរឿពីលើដីទៅទំនប់ខាងក្រោមហ្នឹងគឺជ្រៅហើយជាខ្ទង់10ម៉ែត្រអាច10ម៉ែត្រលើសផងគាត់ថាបានណាបងប្អូនហ្នឹងហើយបងប្អូនខ្ញុំធ្លាប់តែឃើញបងប្អូនប្រជានេសាទយើងពីចំនួនមុនក៏ដូចចំនួនបច្ចុប្បន្នក៏មានដែរព្រោះដោយសារឃើញទូទៅមានបងប្អូនមួយចំនួនក៏គាត់ប្រើសំណាញ់ដើម្បីបង់ប្រើលបប្រើទ្រូឬក៏ប្រើខ្នងដើម្បីដុះយកត្រីតែខ្ញុំទើបតែឃើញបងប្អូននៅនេះឯងគឺគាត់ធ្វើជារង្វង់ដែកនេះទៅខ្ញុំសួរគាត់ដែរខ្ញុំសួរថាការដាក់បែបនេះគេហៅអីគេគាត់ថាគេដាក់ជាកងហៅកងតាមដូចធ្វើជារង្វង់ណាហើយគាត់ធ្វើបែបនេះងាយស្រួលដែរបងប្អូនព្រោះដោយសារគាត់តម្លាក់ទៅគឺគាត់អត់មានចំណាយកម្លាំងអីទេហើយចំណាយហ្នឹងគឺចំណាយតែការទម្លាក់ហើយនឹងលើកមកវិញទេបងប្អូនហើយបើនិយាយពីការលើកមកម្ដងដូចបងប្អូនឃើញក្នុងវីដេអូស្រាប់គឺបានត្រីរៀងច្រើនគួរសមបងប្អូនគឺយ៉ាងហោចណាស់ក៏4-10ត្រីដែរហើយត្រីហ្នឹងធំព្រោះដោយសារតែមួងដែលគាត់ចងភ្ជាប់ជាមួយនឹងកងដែករង្វង់ដែកហ្នឹងគឺខ្ញុំសួរគាត់ទៅគឺកាឡា3កាឡា4អ្នកខ្លះគេចងដល់កាឡា5ព្រោះដោយសារតែអ្នកបងប្អូនដែលធ្លាប់ដាក់មួងដឹងហើយថានៅពេលដែលដាក់កាឡាមួងរឹតតែធំគឺបានត្រីកាន់តែធំហើយត្រីនេះខ្ញុំថតពីចម្ងាយដែរទេព្រោះរង្វង់របស់គាត់ប្រហែលជាខ្ទង់2ម៉ែត្រមុខកាត់2ម៉ែត្រណាបងប្អូនបើនិយាយពីតាមការសួររបស់ខ្ញុំទៅសួរទៅគាត់អ្នកដែលរោផ្ទាល់ណាថាការធ្វើបែបនេះមានយូរនៅតែគាត់ប្រាប់មកគាត់ថាគេធ្វើរោត្រីតាមលក្ខណៈនេសាទបែបនេះគឺយូរដែរហើយតែប្រហែលមកពីខ្ញុំនឹងទើបតែឃើញផងព្រោះមិនសូវដែរបានចាប់អារម្មណ៍នឹងបងប្អូនដែលគាត់រោបែបនេះណាធ្លាប់តែឃើញបងប្អូនចោះទូកហើយទៅបង់នៅខាងក្រោមអីចឹងតែឥឡូវមកឃើញប្លែកប្រហែលជាទើបតែឃើញលើកទី1ហើយហ្នឹងហើយបើនិយាយពីអ៊ំប្រុសអ៊ំស្រីពីអ្នកប្តីប្រពន្ធគាត់នេះវិញគឺបើនិយាយរយៈពេលដែលគាត់មករោហ្នឹងគាត់ប្រាប់ខ្ញុំថាគាត់មកខ្ទង់1ម៉ោងដែរហើយតែទើបតម្លាក់បានប្រហែលជាប្រមាណកងទេប្រមាណកងហ្នឹងគឺសំដៅប្រមាណដងតម្លាក់ទៅហើយលើកមកវិញហ្នឹងបងប្អូនហើយប្រមាណដងនេះគឺគាត់ដាក់អាធុងខាងក្រោយអ៊ំស្រីនោះធុងស្នោខាងក្រោយហ្នឹងគឺពេញហើយឥឡូវគឺអាកងថ្មីនេះគឺដាក់ថង់ម្ដងព្រោះដោយសារតែអាធុងដែលត្រៀមនឹងដាក់មកថាពេញធុងហើយទៅផ្ទះវិញឥឡូវមិនតាន់ដល់ពេលវេលាដែលត្រូវទៅផ្ទះផងឥឡូវពេញធុងបាត់ហើយថ្ងៃដែលខ្ញុំទៅថតបងប្អូនគឺមិនមែនតែអ្នកដែលនៅខាងនេះថាទំនប់ទេណាដែលខ្ញុំថតគឺបងប្អូនខាងនោះទំនប់ក៏ដូចគ្នាដែរមានខ្លះកំពុងតែតម្លាក់ទៅគឺតម្លាក់ហើយបងប្អូនប្រហែលជាឆ្ងល់ហើយព្រោះកងមួយមានកណ្ដុងទៅតាមហើយអ្វីដែលតែខ្ញុំសួរបញ្ជាក់បន្ថែមហ្នឹងសួរថាហេតុអីបានចាំដាក់កណ្ដុងនឹងទៅតាមព្រោះកណ្ដុងនឹងហើយគឺជាអ្នកបណ្ដែតកងហ្នឹងណាព្រោះតម្លាក់ទៅបើសិនជាអត់មានកណ្ដុងទឹកហ្នឹងទេគឺធ្វើឲ្យកងហ្នឹងធ្លាក់ទៅដល់បាតស្ទឹងអញ្ចឹងមានតែបណ្ដែតកណ្ដុងទៅវាអាចធ្វើឲ្យកងហ្នឹងវាហែលដូចបងប្អូនឃើញអញ្ចឹងឃើញបណ្ដែតអញ្ចឹងវាហែលទៅណាក៏ទៅគាត់បដោយទៅតាមទៅហើយយើងកាន់តែខ្សែឲ្យទៅជាប់ទៅកុំឲ្យទៅរបូតធ្លាក់ទៅក្រោមទៅហើយមើលទៅអាចនឹងមានត្រីលើកមកវិញគឺពេញកងនេះដូចនេះពូប្រុសម្នាក់នេះកំពុងតែដាក់ចាប់ដើមដាក់ចូលក្នុងធុងរបស់គាត់ហើយអញ្ចឹងឃើញមួយកងមិនក្រោម10-20ត្រីទេបងប្អូនហើយបងប្អូនកំពុងតែទស្សនាប្រហែលជាឆ្ងល់ថាអ្នកតំបន់ហ្នឹងគេរកតែអញ្ចឹងអត់ទេអ្នកដែលបងប្អូនខ្លះក៏គាត់បង់ត្រីក៏គាត់បង់ទៅនេះជាក់ស្ដែងដោយទូកបងប្អូន3នាក់នេះអញ្ចឹង
គឺគាត់ធ្វើការចុះទូកហើយគាត់ចូលទៅដល់គៀកនឹងទ្វារទឹកហ្នឹងហើយដើម្បីបងហើយបងហ្នឹងគឺបងតែមកសំណាញ់មកវិញឯងមកដោះសិនព្រោះដោយសារត្រីវាច្រើនបងប្អូនដូចនៅសំណាញ់នៅបងប្រុសអ៊ំនៅខាងមុខអញ្ចឹងគឺពេញទៅដោយត្រីហើយខ្ញុំអត់ដឹងថាមូលហេតុអីបានគាត់ត្រឡប់មកវិញដែរប៉ុន្តែសួរទៅប្រហែលជាត្រឡប់មកដោះត្រីសិនអាហ្នឹងខ្ញុំសួរអ្នកបងប្អូនពូមីងដែលគាត់នៅចិត្តខ្ញុំណាហើយក៏មានបងប្អូនខ្លះនេះគាត់ប្រើជាអាហ្នឹងនឹងគេហៅជាឧបករណ៍នេសាទប្រភេទអីគឺចងបតោងហើយត្រីវាលោតចូលក្នុងហ្នឹងបើអានេះបងប្អូនដែលគាត់ហ៊ានណាបើខ្ញុំវិញគឺមិនហ៊ានទេបងប្អូនគឺខ្ពស់ណាស់តែទោះបីយ៉ាងណាក៏ឃើញគាត់រោត្រីបានច្រើនអញ្ចឹងសប្បាយចិត្តជំនួសគាត់បងប្អូនទោះបីគឺមើលទៅរៀងស្រាវជំនួសគាត់អីក៏ដោយណាបងប្អូនបាទខ្ញុំនិយាយដូចជាងច្រើនដែរហើយប៉ុន្តែបងប្អូនមួយចំនួនក៏បានទស្សនាវីដេអូទៅគាត់ក៏មានចម្ងល់ថាចុះបើគាត់មិនមែនជាអ្នកខេត្តបាត់ដំបងមិនក៏មិនប្រាប់ទីតាំងឲ្យគាត់បានស្គាល់ផងនេះគឺជាទំនប់កង្ហតដែលស្ថិតនៅក្នុងឃុំកន្ទឺមួយទឹកដីនៃស្រុកបដននៃខេត្តបាត់ដំបងនេះទេបងប្អូនហើយបងប្អូនខ្ញុំនៅនិយាយតែដែរអញ្ចឹងថាបងប្អូនអ្នកខេត្តបាត់ដំបងគឺគាត់ស្គាល់ច្បាស់ព្រោះតំបន់នេះគឺជាតំបន់ទេសចរមួយផងដែរជាពិសេសគឺចំនឹងថ្ងៃសៅរ៍អាទិត្យដែលជាថ្ងៃជប់សម្រាប់មានបងប្អូនគាត់មកស្ទូចត្រីកំសាន្តលេងអញ្ចឹងទេគាត់មកអង្គុយញ៉ាំអីនៅខ្ចោះនៅចិត្តនឹងព្រោះដោយសារតែនៅគៀនហ្នឹងមានខ្ចោះសម្រាប់យើងកំងញ៉ាំអីចឹងណាបងប្អូនហើយយើងមើលទៅទេសភាពនៅខាងលើទំនប់ហ្នឹងគឺស្រស់ស្អាតហើយត្រជាក់ពិសេសពេលល្ងាចតែម្ដងហើយនៅពេលខ្លះទៀតយើងមិនបានទៅរលយើងមិនបានទៅស្ទូចឬក៏យើងមិនបានទៅបងខ្លួនឯងគ្រាន់តែខោមើលបងប្អូនឬអ៊ំពូមីងដែលគាត់រលនៅទីហ្នឹងបានក៏យើងសប្បាយចិត្តដែរដូចខ្ញុំថ្ងៃហ្នឹងចឹងជិះម៉ូតូកាត់ហើយក៏ឃើញមានរឿងប្លែកក៏ថតទុកឲ្យបងប្អូនមើលហើយវីដេអូរបស់ខ្ញុំដូចជាអត់មានអីច្រើនទេប៉ុន្តែក៏សូមចិត្តបងប្អូនជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលនៅវីដេអូថ្មីៗរបស់ខ្ញុំដើម្បីឲ្យមានកម្លាំងចិត្តដើម្បីធ្វើវីដេអូបន្តទៅមុខទៀតអរគុណជម្រាបលា3ដែលធំធំ3គាត់តែខ្ញុំគិតដាក់មិនខ្ញុំឲ្យហើយតែដែរបងប្អូនគឺនេះដូរម្ដងខ្ញុំបាត់ដូរមួយថ្ងៃហើយដូរ